มีสู้บงโปตรงนี้vàนี่mìnhធ្វើការវិកช็อปបានមកច្រើនទៀតហើយបងប្អូនអាចកំងបាននេះបាទនេះមកខំកន្លះនេះមានក្របមានម៉ត់តែដូចជាមួយជួរនេះសុទ្ធតែម៉ត់ឯនេះមានក្របនេះណាបាទក្របនេះម្រេចមួយមុតបងប្អូនម្រេចមួយមុតហើយអានេះចាំណាមក500 ក្រាមនេះក៏យើងមានក្របមានម៉ត់ដូចគ្នាបាទនេះសិតតែក្របនេះសិតម៉ត់នេះក្របឯងបាទហើយមាន1 គីឡូទៀតអញ្ចឹងមានន័យថាយើងមាន3ចំណុះ500 ក្រាមម៉ត់ក្របចំណុះ1 គីឡូម៉ត់ក្របហើយចំណុះ150 ក្រាមម៉ត់ក្របមានន័យថា150 ក្រាមនេះមានម៉ត់ផងមានក្របផងបងប្អូនចាំអានមួយណាក៏បានដែរហើយចំណុះ500 ក្រាមនេះមានម៉ត់ផងមានក្របផងអានេះម៉ត់នេះក្របហើយមាន1 គីឡូទៀតតែ1 គីឡូខ្ញុំអត់តបាននេះអត់បានយកមកដាក់ឲ្យជូនបងប្អូនព្រោះដូចជាអស់ស្តុកមកវគ្គហើយនេះនៅក្នុងធុងនេះបងប្អូនមានទៀតនេះនៅក្នុងធុងនេះបាទនោះបាទនោះមកកកោកនោះអញ្ចឹងធ្វើការរៀបចំវិកខ្ចប់បន្តទៀតហើយឲ្យតែបងប្អូនចង់បានគឺធានាថាម្រេចនេះគឺជាម្រេចសុទ្ធមានគុណភាព 100% ហើយជាម្រេចចេញពីទឹកដីស្រុកនិមុតជាម្រេចបោះប្រជាកសិករខ្មែររបស់យើងគឺម្រេចបោះខ្ញុំផ្ទាល់តែម្ដងហើយបើសិនជាមានការគ្រប់គ្រងកាន់តែច្រើននោះខ្ញុំគិតថាសម្រាប់តែអាមេរិកខ្ញុំដែរក្មេងខ្ញុំឬក៏បងប្អូនខាងភរិយារបស់ខ្ញុំក៏យើងអត់អាចគ្រាន់ដែរបើសិនជាបងប្អូនគ្រប់គ្រងច្រើនខ្ញុំនឹងត្រូវទិញពីប្រជាពលរដ្ឋឬក៏ប្រជាកសិកររបស់យើងនៅខាងស្រុកមុតបន្ថែមទៀតដើម្បីវិកខ្ចប់ធ្វើម៉េចឲ្យកុំឲ្យវាខ្វះខាតនៅលើទីផ្សារចឹងជាចុងក្រោយសូមបងប្អូនជួយទិញខ្ញុំផងបាទតម្លៃពិសេសជូនហើយបងប្អូនដែលចង់ទិញយកទៅលក់បន្តក៏ខ្ញុំមានកញ្ចប់តម្លៃផ្សេងដែរហើយមួយទៀតការលក់នៅលើតម្លៃលើទីផ្សារហ្នឹងគឺស្មើគ្នាដូចគ្នាណាហើយមិនថាបងប្អូនដែលជាម្ចាស់ភោជនីយដ្ឋានកន្លែងហាងឬក៏ម្ចាស់សន្តាគារនៅក្នុងសន្តាគារវាថាមានភោជនីយដ្ឋានដែរហើយនឹងម្ចាស់ហាងគុយទាវហើយនឹងបងប្អូនអំពូមីងលោកតានិយាយដែលជាហៅមេគ្រួសារឬក៏សុំទោសជាចុងភៅបាទគឺចាំបាច់ត្រូវការណាហើយបើអត់មានម្រេចទេវាហាក់បីដូចជាខ្វះរសជាតិមួយយ៉ាងអញ្ចឹងសម្រាប់ម្ហូបអាហារមួយចំនួនដែលត្រូវការចាំបាច់ប្រើម្រេចហើយម្ទេសក៏យើងប្រើម្ទេសក៏វាអត់ឆ្ងាញ់ដូចប្រើម្រេចដែរម្ហូបអាហារខ្លះគឺត្រូវការម្រេចគឺតន់តែមានម្រេចបើអត់មានម្រេចទេដាក់អីផ្សេងជាម្ទេសជាអីក៏មានន័យថាវាអត់សូវឆ្ងាញ់ប៉ុន្តែសម្រាប់ម្ហូបអាហារណាដែលវាត្រូវការចាំបាច់វាប្រើតែម្ទេសអញ្ចឹងដាក់ម្រេចក៏វាឆ្កងដែរអញ្ចឹងសូមអរគុណសម្រាប់វីដេអូ